lên game slide sủng nua nè slide tới đuôi luôn nè slide khó là tua banเป็ดเป่า mùi nè taเป็ดเป่า mình tặng á ta lấy bù xua nè ta khai na thông chừng kì khai đôi kì đi khai na đôi kì đi chỉ cầm lại trong trào yeah ốp ốp sao tô ta to tiếp ta taประสาทអង្គរវត្តស្ថិតនៅខេត្តណាខេត្តសៀមរាបខេត្តសៀមរាបជាចម្លើយចុងក្រោយយេអបអរសាទរអូខេតើកម្ពុជាចូលជាសមាជិកអាស៊ាននៅថ្ងៃខែឆ្នាំណានៅថ្ងៃទី30ខែមេសាឆ្នាំ1999ត្រឹមត្រូវហ៎ជាចម្លើយចុងក្រោយអបអរសាទរយេតើភ្នំណាខ្ពស់ជាងគេភ្នំគេដល់ភ្នំđây kia giờ này mày càng thành dần dần chơi ăn vậy toទៀតtoទៀតra chặt toទៀតចឹងសួរថាតើប្រាសាទអង្គរវត្តចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃខែឆ្នាំណា14ធ្នូ1992 14ធ្នូ1992ជាចម្លើយចុងក្រោយបាទសូមអរគុណទៅយេអូកែណាស់តើប្រទេសកម្ពុជាជាប់ព្រំប្រទល់ខេត្តប្រទេសណាខ្លះខេត្តប្រទេសឡាវវៀតណាមថៃឈូងសមុទ្រថៃឈូងសមុទ្រថៃមើលសូមម្ដងទៀតមើលថៃឡាវវៀតណាមឈូងសមុទ្រថៃជាចម្លើយចុងក្រោយអូសូមអរសាទរយេតើទៀតអញតើប្រាសាទព្រះវិហារស្ថិតនៅខេត្តណាស្ថិតនៅខេត្តព្រះវិហារជាចម្លើយចុងក្រោយយេអបអរសាទរទៅខ្ញុំមកដែរខ្ញុំភ្លេចទៀតតើខេត្តណាធំជាងគេបាទគិតទៅđấyខេត្តអីគណោតំស៊ូមិញខេត្តណាធំជាងគេខេត្តមណ្ឌលគិរីសូមមើលសូមឆ្លើយឲ្យច្បាស់តាខេត្តណាធំជាងគេខេត្តមណ្ឌលគិរីច្បាស់អត់ច្បាស់តិចខុសខុសចុចជាចម្លើយចុងក្រោយយោអបអរសាទរយេតាមកទៀតប្រាសាទព្រះវិហារចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃខែឆ្នាំណាថ្ងៃទី30ខែមេសាឆ្នាំ1999ប្រាសាទព្រះវិហារសាធាវីហ៎បាទចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃខែឆ្នាំណាថ្ងៃទី7កក្កដា2008សូមដល់ទៀតថ្ងៃទី7កក្កដា2008ឆ្នាំ2008យេជាចម្លើយចុងក្រោយបាទសូមអបអរសាទរយេអូកែតាតើខេត្តណាតូចជាងគេខេត្តណាខេត្តកែបបាទអត់បាទជាចម្លើយចុងក្រោយយេសូមអបអរសាទរខេត្តមណ្ឌលគិរីយើងដឹងថាធំជាងគេខេត្តកែបយើងដឹងថាតូចជាងគេចុះខេត្តដែលមានផ្ទៃដីកណ្ដាលគេថាមិនធំមិនតូចនៅកណ្ដាលខេត្តណាខេត្តកំពង់ធំខេត្តកំពង់ធំបាទសូមអបអរសាទរអូត្រូវបកកែតាតើទង់ជាតិកម្ពុជាមានពណ៌អ្វីខ្លះមានពណ៌ខៀវក្រហមនិងសម្ដងទៀតមានពណ៌ខៀវពណ៌ក្រហមនិងពណ៌សយេសូមអបអរសាទរយេអូបកកែដល់ញ៉ាំអីទៅវិញតើប្រទេសខ្មែរយើងដើរឬក៏ជិះម៉ូតូឬក៏ជិះកង់យើងប្រកាន់ខាងណាដៃខាងស្ដាំ
hàng ná ខាងស្ដាំ chia chồng lái ចុងក្រោយ yeah xong bao sao tao rồi cả ហើយស្ទាកសួរ ta ដកឡើង nơiប្រទេសកម្ពុជានៅប្រទេសកម្ពុជាយើងភ្លើងសញ្ញាចរាចរណ៍មានប៉ុន្មានពណ៌អ្វីខ្លះ មានពណ៌បៃតង ដង ពណ៌ក្រហម ក្រហម ពណ៌លឿង ពណ៌លឿងជាចម្លើយ ចុងក្រោយ ត្រឹមត្រូវអត់ ត្រូវ បាទពិតជាត្រឹមត្រូវតាយេតើនៅប្រទេសកម្ពុជាយើងគ្រប់អាយុបោះឆ្នោតនៅអាយុប៉ុន្មាន អាយុ15ឆ្នាំ មិនចោះឈ្មោះបោះឆ្នោតគឺមានសិទ្ធិបោះឆ្នោតអាយុប៉ុន្មាន 15ឆ្នាំ ជាចម្លើយជាចម្លើយតាទៅទៅតាព្រីទៅតើមួយអូយអត់ត្រូវទេតាចឹងដែរគឺមិនគឺមានអាយុ18ឆ្នាំណាតាបើមានសិទ្ធិបោះឆ្នោតតាតើផ្ទៃដីប្រទេសកម្ពុជាមានប៉ុន្មានផ្ទៃដីប្រទេសកម្ពុជាមានផ្ទៃដីសរុបប៉ុន្មានម៉ែត្រការ៉េប្រទេសកម្ពុជា 100ម៉ែត្រនេះ 100 ហេតុហើយអត់ដឹង đấy này ចាំកាត់ free bên tao lại với chị tôi gọi chứ ok សុំមួយ ta cho mà to ta đây cầm chim em tay đây còn man mai cái đấy 181.035 181.035 km ការ៉េ đây chia trong lái ចុងក្រោយ cho đất ចិត្តហើយ đâu ạ chẳng chia trong lái mình khóc tề ta ca pua này miễn là dạ pe ប៉ុន្មានខែប៉ុន្មានថ្ងៃកាប់ពពោះ 9ខែ10ថ្ងៃ 9ខែ10ថ្ងៃ ចា ហេតាជាចម្លើយមានសិទ្ធដូរតាតែមានសិទ្ធដូរត្រូវអេកុំមើលទៅណាតាដូរឬក៏យកអាហ្នឹង យកហ្នឹង តាជាចម្លើយជាចម្លើយអី ចុងក្រោយ ចុងក្រោយចឹងសំណួរនេះគឺមិនខុសទេយេតាសំណួរចុងក្រោយតាសួរថាតើប្រទេសកម្ពុជាមានរាជធានីឈ្មោះអ្វី រាជធានីភ្នំពេញ មានរាជធានី ភ្នំពេញ យួរត្រូវក៏ខុសតិចទៀតមិនដឹងណាជាចម្លើយអីតាជាចម្លើយអី ជាចម្លើយចុងក្រោយ ចឹងសូមចូលរួមអបអរសាទរយេលេខប៉ុន្មាន ជាប់លេខ លេខ 2 ចា ចឹងអូខេចឹងសំណួរសំណួរចម្លើយយើងមានតែប៉ុណ្្នឹងចឹងសាក្រោយនឹងមានរង្វាន់ឲ្យសិនទេគឺមានរង្វាន់ឲ្យហើយណាបានណាទៅហើយ មួយ ពីតាចឹងជម្រាបលាពុកបងប្អូនតាមានអីជូនពរគាត់អត់ ជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នាសូមឲ្យពុកម៉ែបងប្អូនរស់ស៊ីមានបាន ជួយ like ជួយ like ជួយ share ដើម្បីគ្រប់គ្រងនៅហ្គេម នៅហ្គេមខ្មែរ វប្បធម៌ វប្បធម៌ខ្មែរ តាបាយបាយបាទអូខេ